Ok, bye bye Dạ bye dạ bye. dạ bye. Ủa, cọp xử lý. Rồi em ba. Mò. Bà một bên. Thì bóng phốt bà rồi khơi plong tí bây vậy. Chẳng là so tí plong tiệt tả. Tí bây. Challenge cho mấyពួកខ្ញុំ1 ម៉ោងកន្លះដើររកទីតាំងស្អាតៗ5ទីតាំងនៅក្នុងប្រាសាទអង្គរវត្តតែឥឡូវដោយសារតែយើងមានពេលតែ1 ម៉ោងកន្លះឯងអញ្ចឹងហើយយើងត្រូវតែរត់រះបន្តិចដើម្បីឲ្យតាន់បើចឹងទេអត់កើតទេនេះគឺជាទីតាំងទី1នៅក្នុងអង្គរវត្តអ្នកដែលចង់បានប្លង់នេះគឺនៅផ្លូវចូលខាងក្រោយដើមឈើអមសងខាងហើយកំពូលអង្គររបស់យើងគឺនៅចន្លោះកណ្ដាលហើយឈរថនអញ្ចឹងមកសំហាលឡើងសំណំ Rồi em ba. បានប្លង់នឹងមិនដែរយកណោះអូខេយកឥឡូវយើងកំពុងតែទៅរកប្លង់ទី2ប្លង់សុំរូបថតដែលគេល្បីត្រេនមកវឹកមុនចង់ដឹងថាក្នុង Green Season ហ្នឹងយើងអាចឃើញប្លង់អីបែបណាតោះទៅមើលតទៀតឥឡូវយើងកំពុងតែរងចាំសិនដោយសារតែប្លង់ហ្នឹងគឺល្បីអញ្ចឹងគេមកថតច្រើនយើងក៏ត្រូវរងចាំដែរហើយទោះបើយើងកំពុងរងចាំជាមួយទីសាដូចគេនិយាយមែនអត់ទេនេះជាឋានសួគ៌មែនទេចង់ក្រសោបស្ទុំអោមអូនអីលើសំឡឹងយូរទៅចុះប្លង់ទី2នេះមិនដែរអូខេអត់យកអូខេយកយេគេល្បីអាប្លង់សសរ100នៅខាងណាវិញបងនៅក្នុងប្រាសាទអង្គរតូចកន្លែងនេះគឺដោយសារតែយើងរកប្លង់អត់ឃើញហើយអត់ច្បាស់ថានៅទីណាអញ្ចឹងហើយយើងមកសួរអាជ្ញាធរនៅនឹងវិញឲ្យគាត់ប្រាប់ចង្អុលផ្លូវបន្ទាប់ពីគាត់ប្រាប់ហើយឥឡូវយើងទៅរកប្លង់ទី3ប្លង់ទី3នេះគេហៅថាប្លង់សសរ100យើងមើលទៅឃើញសសរច្រើនមែនទែនតាំងពីក្រោយរហូតដល់មុខហ្មងទីបំផុតបាទរកឃើញប្លង់ទី3ហើយអញ្ចឹងនៅសល់2ប្លង់ទៀតហើយប្លង់នេះក៏ស្អាតដែរគឺនៅជាប់គ្នានឹងហ្មងស្អាតហ្នឹងមិនដោយសារកំឡោះទាំងពីរទេតែស្អាតដោយសារអ្នកទាំងអស់គ្នាឃើញសសរហ្នឹងគឺត្រង់ទៅក្រោយដើរជួបគ្រូនៅក្រោយបើអ្នកទាំងអស់គ្នាដើរហត់អាចទិញដូងនៅមុខអង្គរបានផ្អែមឈ្ងុយក្អូបហើយក្រោយពេលយើងញ៉ាំដូងអីហើយយើងអាចទៅរកប្លង់ទី4បាននេះគឺជាប្លង់ទី4ដែលនៅក្រោមដើមច័ន្ទគ្រីអូស្អាតមែនទែនកន្លែងនេះអញ្ចឹងប្លង់ទី4នេះក៏សម្រេចថាយកដែរអូខេស្អីគេនោះសនអហ្វិកក៏វាជាប់សុំតិចហើយដូចនិយាយទៅដើមវីដេអូអញ្ចឹងថាយើងមានពេលតែ1 ម៉ោងកន្លះហើយយើងធ្វើ challenge នេះដើម្បីថតរូបប្លង់ស្អាតណាហើយឥឡូវនេះជិតដល់ម៉ោងហើយគេកំពុងតែថតដែរយើងសុំគេដើម្បីចូលឲ្យថតឲ្យបានទៅហើយខ្លាចយើងអត់គ្រប់ challenge របស់យើងណាចង់ក្រសោបស្ទុំអោមអូនអីលើអញ្ចឹងប្លង់ទី5នេះក៏អូខេដែរណាយើងថែម behind the scene មួយទៀតណាអូខេនេះបើប្លង់ថ្មីមើលអង្គរទាំងអស់ហ្មងណាអញ្ចឹងការ challenge របស់ពួកខ្ញុំគឺសន្មតថាទទួលបានជោគជ័យដោយសារតែពួកយើងបានធ្វើវាបានចំនួនដល់ទៅ5ទីតាំងហើយជាកន្លែងដែល trend ល្បីហើយត្រឹមតែរយៈពេល1 ម៉ោងកន្លះប៉ុណ្ណោះអ្នកទាំងអស់គ្នាបើសិនជាបានទៅលេងនៅខេត្តសៀមរាបនៅក្នុងរដូវកាល Green Season គួរតែសាកល្បងខ្លួនឯងធ្វើ challenge អីថ្មីដើម្បីចង់ដឹងពីសមត្ថភាពយើងថាតើយើងអាចធ្វើបានដោយអ្វីដែលយើងបានកំណត់អត់ជួបគ្នានៅក្នុងវីដេអូក្រោយនៅក្នុងរដូវកាល Green Season មួយនេះ